ពោះការ access cavity ទៅលើធ្មេញធ្គាមខាងលើគឺវាពិបាកបន្តិចព្រោះពេលខ្លះវាអាស្រ័យទៅលើទំហំនៃ pulse chamber បើសិនជាទំហំនៃ pulse chamber ធំយើងងាយស្រួលក្នុងការ access យើងងាយស្រួលក្នុងការរករន្ធធ្មេញតែបើសិនជាទំហំ pulse chamber វាកាន់តែទូចយើងកាន់ពិបាកក្នុងការរកព្រោះពេលខ្លះករណីដែល pulse chamber យើងចង្អៀតតូចពេកពេលខ្លះអារុនតា4ហ្នឹង MB1 MB2 DB ហើយនឹង P ហ្នឹងគឺវាសឹងនៅលើបន្ទាត់តែមួយហ្មងចេះនេះពិបាកបន្តិចចំពោះរន្ធធ្មេញចំពោះ pulse chamber ដែលវាតូចចង្អៀតអញ្ចឹងនៅពេលដែលយើង access cavity ទៅលើធ្មេញខាងលើត្រូវតែប្រយ័ត្នបន្តិចនៅពេលដែលយើង access cavity នៅលើធ្មេញ upper molar ធ្មេញធ្គាមខាងលើកុំឲ្យព្យាយាមដូចថា pulse chamber បើយើងទំហំប៉ុណ្ណេះកុំឲ្យយើង extend មកផុតអញ្ចេះចាហ្នឹងគឺវាអត់ល្អទេដោយសារអីយើងនឹងធ្វើឲ្យបាត់បង់រចនាសម្ព័ន្ធនៅតំបន់ក្បាលធ្មេញច្រើនអញ្ចឹងធ្មេញនេះវាងាយនឹងបែកវាអត់ធន់ដូចមួយការបែកទេវាងាយនឹងបែកតែในខ្លះទៀតនៅពេលដែល pulse chamber របស់យើងតូចចង្អៀតហើយយើងរងចាំ field drop ចោះទៅឲ្យមានអារម្មណ៍ថាផុងភ្លក់កើតមានឡើងគឺវាអត់កើតមានឡើងទេអញ្ចឹងយើងត្រូវតែប្រយ័ត្នពេលចោះទៅវាអាចនឹងធ្លាយ perforation ត្រូវចាំថាpulse chamber គឺវាស្ថិតនៅស្មើនឹង level នៃ CEJ តែ level នៃ CEJ ហើយនឹង pulse chamber គឺវាស្ថិតនៅស្មើគ្នាអញ្ចឹងធ្វើម៉េចកុំឲ្យផុតពី CEJ ឆ្ងាយពេកតោះណាលើលែងតែករណីដែលយើងថត pre-op X-ray មកយើងឃើញថាfloor the pulse chamber នេះបាតនេះវានឹងវានៅឆ្ងាយពី CEJ ហ្នឹងយើងត្រូវ extend តែបើសិនជាចោះមកសំទោស X-ray មកឃើញpulse chamber យើងស្មើនឹង level CEJ អីទេត្រូវប្រយ័ត្នពេលដែលយើង assess កុំព្យាយាម assess ឲ្យផុត level នៃ CEJ ហើយមួយទៀតបើសិនជាយើងអត់ច្បាស់ទេថត X-ray មើលថត X-ray មើលកុំឲ្យចោះធ្លាយហើយបានថតអាហ្នឹងវាយឺតពេកហើយនៅពេលដែលយើង access cavity ពិបាកមួយទៀតគឺធ្មេញដែល trade វាអត់ដុះត្រង់វាថាវា tip ឬក៏វា trade អញ្ចឹងនៅពេលដែលវា trade តែយើងចោះពីលើទៅត្រង់វាអាចនឹងធ្លាយដែរអញ្ចឹងមុននឹងចោះទី1ត្រូវមាន pre-op X-ray មើលថាមើលទំហំ pulse chamber របស់យើងទំហំប៉ុណ្ណាយើងអាចមើលនៃធ្មេញតើធ្មេញរបស់យើងវា trade ឬក៏វាត្រង់ចឹងបើសិនជាធ្មេញ trade យើងចុះទៅត្រង់វានឹងមានបញ្ហាអញ្ចឹងពេលដែលយើងចោះគឺត្រូវតែប្រឆិតដូចគ្នាបើពីមុនយើងចូលចិត្តថត X-ray ហើយយើងយក burr ទៅលោយើងយក burr ទៅលោថាតើយើងគួរតែចោះចូលជំរឿប៉ុណ្ណានៃ burr បានទៅដល់pulse chamber ប៉ុន្តែនៅពេលដែលយើងប្រើ sensor ឥឡូវយើងមិនបាច់ចាំប្រើ burr មិនបាច់ចាំប្រើ burr ទៅលោទៀតទេយើងអាចវាស់ប្រវែងនៅលើ sensor នឹងបាននៅលើ X-ray របស់យើងបាននៅពេលដែលយើងឃើញថា pulse chamber យើងវាតូចវាចង្អៀតហើយយើងព្យាយាម extend មកជ្រៅឬក៏យើងព្យាយាមចោះរងចាំ field drop កើតមានឡើងគឺអត់កើតមានឡើងទេអញ្ចឹងបើសិនជាយើងចង់ច្បាស់យើងថតបែរមកយើងឃើញធ្មេញផ្សេងទៀតទេយើងគុំបើសិនជាយើងមើលទៅលើអាធ្មេញលេខ46-47យើងនឹងឃើញការចោះធ្លាយទៅនេះតែបើសិនជាយើងមើលទៅលើអាធ្មេញហ្នឹងក៏ pulse chamber របស់វាទូចដែរអញ្ចឹងនៅពេលដែល access cavity ត្រូវតែប្រយ័ត្នហើយនេះខ្ញុំអាណិតអ្នកជាងដែរដោយសារតែធ្មេញហ្នឹងគាត់អត់មានបញ្ហាផងហើយយើងទៅចោះឲ្យធ្លាយនេះខ្ញុំជួយអត់បើជួយកុំធ្លាយខ្លាំងពេកខ្ញុំទុកបានគ្រាន់ណានេះមកឃើញទំហំធ្លាយធំពេកហើយយើងមិនអាចទៅ repair កន្លែងនេះហើយធ្មេញរបស់គាត់ឬទូចិត្តខ្ញុំចង់ plan ខ្ញុំចង់កាត់ពាក់កណ្ដាលទុក measure root អានេះទុក measure root អានេះហើយខ្ញុំធ្វើ bridge ឲ្យគាត់យក measure root អានេះបណ្ដែតមក measure root អានេះខ្ញុំអាចដាក់ធ្មេញគាត់ប្រវែងមកកណ្ដាលនេះបានប៉ុន្តែមុនខ្ញុំសម្រេចចិត្តធ្វើ hemi section ខ្ញុំលោសិនខ្ញុំព្យាបាលអារុននេះសិនតែអារុននេះវាលូកអត់ចូល
វាស្ទះវាត្បៀទៀតអញ្ចឹងវាធ្វើឲ្យខ្ញុំមានបញ្ហាទៅការព្យាបាលអញ្ចឹងក៏ឲ្យអ្នកជំងឺដកធ្មេញនឹងចេញទៅខ្ញុំចង់ធ្វើ hemi section តាំងពីធ្មេញហ្នឹងតានេះកម្រងរបស់ខ្ញុំតែអ្នកជំងឺគាត់ខ្សោយពេកគាត់មានបញ្ហាសុខភាពទូទៅផងអីផងខ្សោយពេកខ្ញុំក៏ឲ្យទៅដកនៅសៀមរាបតែពេលគាត់អត់ទៅដកនៅសៀមរាបគាត់ទៅថៃពិនិត្យសុខភាពគាត់ទៅដកនៅសរិនគាត់ថាឈឺជាងធ្វើនៅនេះទៀតចឹងឥឡូវថ្មិញអាពីរនេះដកចេញបាត់ចឹងបើសិនជាយើងមាន pre op X-ray មកយើងឃើញថាថ្មិញដុស trade អញ្ចឹងនៅពេលដែលយើង access cavity ក៏ត្រូវទៅប្រយ័ត្នដែរពីព្រោះនៅពេលយើង access cavity ចូលមកត្រង់វាអាចនឹងធ្លាយអញ្ចឹងការ access cavity បើសិនជារៀង trade នេះយើងអាចលួចបើយើងរៀងប្រឆិតបន្តិចចឹងអាហ្នឹងទៅអាស្រ័យតាម long axis អាស្រ័យតាមស្ដែងនៃថ្មិញភាពជាស្ដែងនៃថ្មិញថាតើវា trade ឬក៏វាត្រង់ដូចយើងបាននិយាយថានៅពេលដែលយើង access cavity គឺយើងចង់បាន straight line access មានថាយើងចង់ឲ្យត្រង់ចេះពីព្រោះថានៅពេលដែលវាកោងចេះនៅពេលដែលយើងអត់យកអា triangle dentin កន្លែងនេះចេញទេអត់យកអា triangle dentin កន្លែងនេះចេញទេវានឹងធ្វើឲ្យ file យើងកោងនៅពេលដែល file យើងកោង file យើងអាចនឹងងាយបាក់អាចនឹងមានបញ្ហាអាចមាន procedural error កើតមានឡើងអាចការ file របស់យើង touch canal wall អត់ទៅបានល្អប៉ុន្តែយើងត្រូវប្រុងប្រយ័ត្ននៅពេលដែលយើងបរិយារុនមានជាមួយនឹង stainless steel hand file បើសិនយើងបរិយាជាមួយនឹង metal rotary file អត់ទៅជាបញ្ហាទេតែបើ stainless steel hand file យើងនឹងជួបផលបាក់នៅពេលដែលយើង access cavity យើងអាចបានពី flaring តិចក៏ល្អប៉ុន្តែពេលដែលយើងពី flaring យើងនឹងបាត់បង់កន្លែងនេះយើងនឹងបាត់បង់ stop dentin កន្លែងនេះតិចទៀតខ្ញុំនិយាយថាមកមូលហេតុបានយើងត្រូវការរក្សារចនាសម្ព័ន្ធនៅកន្លែងកធ្មេញចឹងបើសិនជាយើងមើលទៅលើធ្មេញមុខយើងគិតថាធ្មេញមុខងាយស្រួលការ access ចោះឲ្យតែចូលទៅដល់ទុនហ្នឹងអូខេគាត់តែដាក់មកបើទៅផងភ្លក់បាត់ត្រូវទេប៉ុន្តែបើសិនជាយកអា lingual shoulder នេះចេញទេពេលដែលយើងដាក់ file ចូលទៅអាផ្ទៃកន្លែងនេះនៃធ្មេញគឺអត់ប៉ះទៅជាមួយនឹង file ទេប៉ះអាកន្លែង C កន្លែងនេះខ្លាំងអាកន្លែងនេះខ្លាំងអញ្ចឹងមានន័យថារុនធ្មេញរបស់យើងអាចទៅប៉ះទៅជាមួយនឹង file បានល្អទេកន្លែងខ្លះប៉ះកន្លែងខ្លះអត់អញ្ចឹងពេលខ្លះគេចាំបាច់ត្រូវតែ remove យកអា lingual shoulder នេះចេញបើសិនជាយើងអត់យកវាចេញទុកឲ្យ file យើងនៅក្នុងស្ថានភាពកោងពេលដែលយើងឡើងទៅ file លេខធំវាអាចនឹងមានការបាក់ file ពីព្រោះថា stainless steel hand file វាងាយបាក់នៅក្នុងករណីដែលវារង stress ឬក៏វាកោងខ្លាំងក្នុងករណីខ្លះវាអត់បាក់ទេប៉ុន្តែ file របស់យើងវាអត់ទៅប៉ះអញ្ចឹងវិញស្មើគ្នាល្អទេគាត់ថាយើងដាក់បរិយាដល់ file លេខ30ប៉ុន្តែវាផ្ទៃប៉ះតែអញ្ចឹងខាងនេះអញ្ចឹងខាងនេះអត់ប៉ះទេចាអញ្ចឹងខាងនេះនៅសល់កតិកទី debris នៅសល់មេរោគចាអញ្ចឹងនេះវាជា soft dentin ជាស្ទាប់រនធ្មេញដែលទុនដែលយើងបាច់ត្រូវ remove វាចេញត្រូវយកវាចេញតែបើជា file របស់យើងអត់ស្ថិតនៅចំកណ្ដាលទេគឺយើងអត់ប៉ះអញ្ចឹងនេះទេតែ irrigate របស់យើងទៅអត់ដល់ទៀតយើងនឹងជួបបញ្ហាមួយវិញទៀតនៅពេលដែលយើង operation យើងករណីនេះយើងបរិយាដល់ file លេខ30នៅពេលដែលយើងបរិយាដល់ file លេខ30យើងតែងតែយក GP លេខ30ទៅដាក់ហើយទេនៅពេលដែលយើងយក GP លេខ30ទៅដាក់យើងសួរថាតើទំហំ file និងទំហំរនធ្មេញប៉ុនគ្នាអត់ជាស្ដែងក្នុងករណីនេះគឺវាអត់ប៉ុនគ្នាទេមានន័យថាទំហំរនធំជាងទំហំ master epical file ធំជាង file ដែលយើងបរិយាអញ្ចឹងនៅពេលដែលធំជាង file ដែលយើងបរិយា file របស់យើងអត់អាចទៅប៉ះអញ្ចឹងរនធ្មេញបានល្អទេបន្សល់ទុកនៅផ្ទៃដែលអត់ប៉ះទៅជាមួយនឹងអញ្ចឹងធ្មេញច្រើនពេលដែលយើង operation អាកតិកទីដែលជាប់តាមអញ្ចឹងកន្លែងនេះវារាំង stapler របស់យើងមិនឲ្យជាប់ទៅនឹងអញ្ចឹងនៃរនធ្មេញពេលយើងដាក់ GP master cone ចូលដាក់លេខ30ដាក់ចូលលងឃ្លក់ពេលយើងប្រឹងសកត់ពេលខ្លះអាចនឹង extrude ចេញដោយសារទំហំ GP អត់ fit ទៅជាមួយនឹងទំហំនៃរនធ្មេញទេ
យើងថ្មិញមុខបើសិនជាចោះអត់ស្រួលវាអាចនឹងធ្លាយដែរវាអាចនឹងមានបញ្ហាដែរចឹងបើសិនជា shaper របស់យើងវាតូចវាចង្អៀតចេះពេលដែលយើងចោះទៅយើងអត់ចោះទៅធ្លាយរោនៅថ្មិញអត់ឃើញទេអញ្ចឹងបានគេថាថត pre op X-ray បានវាសំខាន់នៅក្នុងការ assess cavity បើសិនជាយើង assess របៀបនេះវាបានប្រិយប៉ុន្តែអាចនៅសល់ tissue នៅសល់ necrotic tissue នៅកន្លែងនេះអញ្ចឹងវាអាចធ្វើឲ្យធ្មេញបដូរពណ៌ដែរចំពោះធ្មេញមកគួរតែ remove យក lingo solder នេះចេញគួរតែយកចេញយើងអាចប្រើជាមួយនឹង round carbide low speed ក៏បានយើងអាចប្រើ ultrasonic ក៏បានយើងអាចប្រើ high speed burr ក៏បានស្រាប់តែយើងមួយណាក៏បានអាចប្រើ gate glidden ក៏បានអាចប្រើ piezo dimmer ក៏បានមួយណាក៏បានសម្រាប់យើងគិតថាងាយស្រួលអញ្ចឹងនៅពេលដែលយើងយក triangle dentin កន្លែងនេះចេញសុំទៅ lingo solder កន្លែងនេះចេញទៅយើងនឹងបាន string ឡើងអញ្ចឹងយើងលូកទៅ file របស់យើងវាប៉ះអញ្ចាំងបានល្អអញ្ចឹងនៅពេលដែលខ្ញុំមកកម្មវិធីថ្មីមុខខ្ញុំចូលចិត្តមើលឲ្យឃើញចេះមើលឲ្យឃើញទៅក្នុងរូបនោះថ្មីដោយមិនបាំងនឹង lingo solder នេះខ្ញុំអាចមើលឃើញនៅក្នុងរូបនោះថ្មីរបស់ខ្ញុំបានល្អអានេះ PAL ឥឡូវខ្ញុំធ្វើ pulpotomy អញ្ចឹងនៅពេលដែល assess ថ្មីមុខធ្វើម៉េចឲ្យមើលឃើញចូលទៅក្នុងរូបនោះថ្មីជាពិសេសពេលដែលយើងចង់ប្រើ microscope ចង់ប្រើ magnification ចង់មើលទៅក្នុងរូបនោះថ្មីតើតែយើងមើលឲ្យឃើញទៅដល់ខាងចុងរូបថ្មីចេះពេលខ្លះមើលយើងអត់ឃើញអញ្ចឹងដោយសារវាបាំងជាមួយនឹង lingo solder ដែលយើងអត់យកវាចេញក្នុងករណីថ្មីខាងក្រោមថ្មីមុខខាងក្រោមសម្រាប់ខ្ញុំគឺវាពិបាកដោយសារថ្មីមុខខាងក្រោមយើងនឹងថ្មីវាទូចយើងហ៊ានចោះខុសសាន្តិធ្លាយបដ ாய் ហើយថ្មីមុខខាងក្រោមយើងប្រឈមនឹង miss រុនដូចយើងអាចយើងប្រឈមទៅជាមួយនឹងររុនដូចមិនអត់ឃើញពិសេសគឺរុនខាង lingo ហ្នឹងមកអញ្ចឹងអា lingo នេះយើងពិបាកដាក់ file ចូលពីច្រើនថ្មីមុខខាងក្រោមនៅពេលដែលយើងដាក់ file ចូលតែមួយដើមយើងគិតថាជោគជ័យឯងត្រូវទេប៉ុន្តែជាក់ស្ដែងវាមានរុនពីរខ្ញុំពីច្រើនយើង miss អា lingo lingo canal នេះចឹងខែនេះmình រុន2អញ្ចឹងនៅពេលដែលយកខ្ញុំរកឃើញអានេះរកឃើញបាក់ខលហើយខ្ញុំយក ultra sensitive extend វាមកខាង lingo ដើម្បីទៅរករុនមួយទៀតនេះរបៀបខ្ញុំប្រើ ultra sensitive ទៅនៅពេលយើងប្រើ ultra sensitive យើងអាចបិទវាកុំឲ្យវាចេញទឹកដើម្បីឲ្យយើងងាយស្រួលមើលថាតើយើងត្រូវ drill យកកន្លែងណាពីយើងនៅពេលដែលយើងប្រើ ultrasonic tip គឺខ្ញុំអត់ឲ្យវាចេញទឹកទេអញ្ចឹងនៅពេលដែលយើងដាក់ចូលវាក្តៅត្រូវទេអញ្ចឹងជន់វាយូរពេកជន់វាតិចបានពីព្រោះថានៅពេលដែលយើងជន់វាយូរវា hit វានឹងក្តៅធ្វើឲ្យអ្នកជំងឺឈឺអញ្ចឹងអា ultrasonic tip នេះយើងអាចដាក់ជាមួយនឹងក្បាល scale របស់យើងនៅនឹងកៅអីបានអត់មានបញ្ហាអីទេចឹងនៅពេលយើងដាក់វាបន្តិចហើយយើងបាញ់ bleach ហើយយើងទៅ drill ទៀតយើងចង់បើសិននេះយើងថ្នឹកយើងយក burr ទៅបានប៉ុន្តែខ្ញុំព្យាយាមបង្ហាញអ្នកទាំងអស់គ្នាពីរបៀបប្រើ ultrasonic tip ខ្ញុំមានវីដេអូខ្ញុំ record ព្រឹកមិញខ្ញុំប្រើ ultrasonic tip ហ្នឹងទៅរុនរូបថ្មីដែលខ្ញុំរកអត់ឃើញ3 visit ឯងខ្ញុំចង់ដឹងខ្ញុំអត់ដាក់ microscope រកអត់ឃើញតើអាទាញ microscope មកដាក់ព្រឹកមិញបានឃើញចឹងនៅពេលដែលដាក់ចូលខ្ញុំព្យាយាមពុតខាងបាក់ខលពុតខាង lingo ដើម្បីឲ្យច្បាស់ថាខ្ញុំអត់ miss canal ណាមួយពេលដែលខ្ញុំយក lingo solder នឹងចេញខ្ញុំប្រើ ultrasonic tip មិញទៅអស់វាតមកទៀតខ្ញុំដាក់ file ចូល low នៅពេលដែលយើង assess cavity ថ្មីខាងក្រោមយើងឃើញ outline វាចេះអញ្ចឹងការ assess គឺទៅរៀងពងកពើចេះដើម្បីកុំឲ្យ miss canal ខាង lingo ចុះបើសិនមើលទៅលើ outline ខាងក្រៅរបស់វាយើងឃើញរៀងពងកពើត្រូវទេ
អញ្ចឹង access cavity ក៏ត្រូវរៀងពងកពើដែរអត់អាច access cavity រៀងមូលដូចនេះគឺអានេះបាំងសន្ទាប់ធានកន្លែងនេះហ៎អញ្ចឹងនេះគឺជាអ្វីដែលយើងចង់បាន remove បានតែប៉ុណ្ណេះហើយអត់ភ័យថា miss canal ទេយើងព្យាយាម low file មកខិតមកខាងដាក់កលបន្តិចខិតមកខាង link goal បន្តិចយើងនឹងមិន miss canal ទេចំពោះធ្មេញខាងក្រោមឬក៏ធ្មេញ single canal single root នៅពេលដែលយើង access យើងប្រយ័ត្នជាពិសេសក្នុងករណីដែលធ្មេញវាប្រឆិតធ្មេញអីអញ្ចឹងអាហ្នឹងវាគ្រោះថ្នាក់និយាយតាមត្រង់ធ្មេញដែលខ្ញុំខ្លាចជាងនេះអា premolar ហ្មង premolar មិនអាធ្មេញណាស្រួល single canal ស្រួលតែធ្មេញខ្លះរុន2រុន3ដូចអារុនចេះខ្ញុំមានមួយខេសកំពុងតែដោះស្រាយវារកអានេះអត់ទាន់ឃើញខ្ញុំធ្លាប់ជួបអ្នកជំងឺល្ងាចមិញធ្មេញលេខ44ថតរេមកឃើញរឹស2រកតែមួយរកឃើញរុនតែមួយនៅរុនមួយទៀតរកឃើញព្យាយាមលូកលេងអស់ចិត្តហើយឲ្យអ្នកជំងឺទៅផ្ទះដាក់មកភាសាទៀតដាក់ microscope រកអត់ឃើញទៀត stress ពេកឲ្យអ្នកជំងឺទៅភាសាទៀតដល់ពេលល្ងាចមិញអត់តាម microscope គ្រាន់តែលូកសាកនឹងដៃចូលជាងបានពេលខ្លះពេលយើង stress នឹងការងារបើសិនជាថ្ងៃហ្នឹងយើងរកឃើញហើយឲ្យគាត់ទៅវិញសិនចាំស្អែកឡើងឬក៏ស្អែកឬក៏ថ្ងៃក្រោយចាំមករកទៀតព្រោះពេលខ្លះអាមកលើក្រោយហ្នឹងគ្រាន់តែដាក់ file ទៅផ្លុចអញ្ចឹងអាហ្នឹងយើងថាមូលហេតុអីគ្រូខ្ញុំក៏រកអាកន្លែងហ្នឹងអត់ឃើញថាមូលហេតុអីរកមូលហេតុអត់ឃើញទេប៉ុន្តែជាក់ស្ដែងអញ្ចឹងមែនអញ្ចឹងការងារនៅពេលដែលខ្ញុំការងារណាដែលពិបាកហើយខ្ញុំ stress ខ្ញុំធ្វើការងារច្រើនហើយខ្ញុំអត់ស្គាល់enjoy នឹងការងារហ្នឹងទេគឺខ្ញុំឲ្យអ្នកជំងឺទៅវិញសិនខ្ញុំរលេសថាមកចេះឲ្យអ្នកជំងឺទៅវិញសិនអញ្ចឹងពីច្រើនការងារខ្ញុំធ្វើតែតិចពេលខ្លះអ្នកជំងឺគាត់ខឹងខ្ញុំទៀតថាមកអត់មានធ្វើច្រើនឈើធ្វើបន្តិចដោយសារតែអ្នកជំងឺច្រើនខ្ញុំអត់ធ្វើច្រើនបានទេទៅពេលខ្ញុំធ្វើច្រើនខ្ញុំ stress ខ្ញុំពិបាកតែ stress គឺការងារអត់ជោគជ័យមួយទៀតអ្នកទាំងអស់គ្នានឹងឃើញខ្ញុំចូលចិត្តបង្ហោះ social media នៅក្នុង Facebook បង្ហោះ case ព្រោះខ្ញុំចង់នៅពេលដែលខ្ញុំបង្ហោះ case ខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំមាន case បង្ហោះខ្ញុំសប្បាយចិត្តអញ្ចឹងនៅពេលដែលខ្ញុំធ្វើ case endo ខ្ញុំព្យាយាមថាខ្ញុំយក case នឹងបង្ហោះពេលដែលខ្ញុំយក case នឹងបង្ហោះគឺខ្ញុំព្យាយាមធ្វើអស់ពីសមត្ថភាពខ្ញុំព្យាយាម manage វាឲ្យបានល្អដើម្បីយក case នឹងទៅបង្ហោះអញ្ចឹងនៅពេលដែលអ្នកនរឃើញ case ដែលខ្ញុំធ្វើអញ្ចឹងពីច្រើនខ្ញុំធ្វើអស់ពីកម្លាំងកាយចិត្តមកពីព្រោះខ្ញុំចង់បាន case ទៅបង្ហោះអញ្ចឹងខ្ញុំចាំបាច់ត្រូវតែធ្វើ case នឹងឲ្យស្អាតអញ្ចឹងអាការយក case ទៅបង្ហោះនៅក្នុង Facebook វាអាចជួយជំរុញឲ្យការងារខ្ញុំនឹងទៅបានល្អដែរព្រោះបើខ្ញុំធ្វើអត់ស្អាតក៏ខ្ញុំអត់យកបង្ហោះដែរអញ្ចឹងយើងមើលទៅលើធ្មេញមួយនេះយើងមើលទៅធ្មេញលេខ1នេះយើងឃើញការ access cavity ចឹង access cavity របស់គេគឺ access ពីខាង distal ទៅត្រូវហើយប៉ុន្តែជាក់ស្ដែងធ្មេញលេខ6ខាងលើគឺយើង access មកខាង mesial មកខាង mesial ត្រូវទេប៉ុន្តែអានេះគេ access មកខាង distal ទៅតាមបញ្ហាកើតមានឡើងគឺមាន far separation នៅខាង mesial ត្រូវទេគឺមាន file separation ត្រូវដោយសារតែ access cavity ហើយបាក់ file celestial hand file ទៀតដោយសារភាពកោងនៃរុនរស់ធ្មេញហើយការ access cavity របស់យើងអត់បានត្រឹមត្រូវជាងរូបពីខាង distal មកយើងចង់ preserve យើងចង់រក្សារចនាសម្ព័ន្ធកន្លែងនេះឲ្យបានយើងរូបពីខាង distal មកបានប៉ុន្តែបើសិនជាយើងប្រើ root file អូខេឥឡូវអ្នកទាំងអស់គ្នាមើលទៅលើ X-ray នេះអ្នកទាំងអស់គ្នាចាប់អារម្មណ៍ទៅលើអីទៀតអត់ចាប់អារម្មណ៍ទៅលើអីទៀតមានបញ្ញត្តិទេដូចជាដាច់ bifurcation គ្រូវាអាចនិយាយបានថាវាស្ដៅ
ខេនេះខ្ញុំភ្លេចទៅខ្ញុំអត់ដឹងថាខ្ញុំបានព្យាបាលអត់ទេភ្លេចបានឃើញមាន X-ray ប៉ុន្តែអត់ដឹងថាខ្លួនឯងបានទៅព្យាបាលអត់ចាំប្រហែលជាបានព្យាបាលមិនទៅមានឃើញអីទៀតទេចាំបើមើលអត់ដឹងធ្វើមិនបានច្បាល់គេជោគជ័យជាបាលថ្មិញសំខាន់ណាស់ pre op X-ray អារៀនមើល X-ray រៀនអាន X-ray អានេះសំខាន់ណាស់ព្រោះវាប្រាប់យើងពី information ប្រាប់ពីព័ត៌មានប្រាប់ពីប្រាប់ពី anatomy ប្រាប់ពី detail ពីថ្មិញដែលយើងត្រូវធ្វើបើសិនជាយើងអត់ចេះអានទេអត់ចេះមើលទេអត់បកកាយខាងហ្នឹងទេបាទយើងអត់ដឹងប្រវត្តិក្នុងការព្យាបាលតិចឥឡូវខ្ញុំចាំចម្លើយសិនតើខ្ញុំបានចម្លើយបានខ្ញុំទៅមុខទៀតបានក៏ឃើញគេ beer wall អត់ស្អាតអូខេអាហ្នឹងអាចថាវាអាចនឹង leakage ដែរចុះទីតែអត់ចង់បានអ្វីដែលខ្ញុំចង់បានតែមើលរឿងដូចបាក់មិញគ្រូជារៀងបាទរឿងហ្នឹងដូចបាក់អត់ទេអានេះគឺ restoration នេះគឺវា leakage វាអត់ fit បាទចុំខ្ញុំ select ឈ្មោះមកចាំមើលឈ្មោះណាចូលខ្លះមើលទៅលោកគ្រូដូចអត់ឃើញឬផលផលហើយខាង digital ដែលលាក់ចូលសាញ់លោកគ្រូអូធម្មតាវាអាចនឹង overlap ជាមួយនឹង signer យើងអាចដឹងថាវាចូលក្នុង signer IPA អូខេឃើញអីគេអត់ជ័យឃើញអីប្លែកអត់ចាលោកគ្រូផលផលលោកគ្រូចូលឲ្យមើលមួយថ្ងៃជាអញមើលអត់ឃើញអត់ទៅលោកគ្រូដែលសារអ៊ីនធឺណិតវា slow ទៅពេលមើលរូបអត់ច្បាស់ម្ដងលោកម្ដងអត់ទៅសុំតិចសិនលោកគ្រូមានអារម្មណ៍ថាថ្មិញហ្នឹងដូចជា root resorption អត់ទេអត់ resorption ទេគាត់ថាវា X-ray ហ្នឹងខ្ញុំថតអត់ទៅច្បាស់លោកគ្រូតើតមកថ្មិញហ្នឹងអីដែលខ្ញុំមើលឃើញទី1ការ build wall អត់ស្អាតទី2ការបរិកត់ access cavity ខ្ញុំគិតថាប្រហែលជាអាចនឹង access បានទូចអញ្ចឹងទៅធ្វើឲ្យកន្លែងដែលគាត់ shaping ទៅវាអត់សូវស្អាតអញ្ចឹងអាចធ្វើឲ្យមាន file separate អស់ហើយហើយនៅតកតងជាមួយនឹងខាង Measure គឺខ្ញុំឃើញមាន carry នៅកន្លែង proximal ដែរហើយផ្នែកខាងចុងហ្នឹងគឺខ្ញុំឃើញមាន radiolucency ដែរលោកគ្រូហើយដោយសារតែអីដែលខ្ញុំគិតប្រហែលជាដោយសារតែពេលដែលគាត់ shaping ហើយពេលដែលគាត់operate ទៅអត់ស្អាតអញ្ចឹងធ្វើឲ្យមាន បាក់តេរីដែលវា spread ទៅខាងចុងហ្នឹងដែលធ្វើឲ្យមាន radiolucency អស់ណាឥឡូវ
nó nên nên cầm rất nó ca đi an X-ray nó nên mới mình miên đừng mà 4 លោកគ្រូ nè này hai châu ở bên này vậy mới khơi miên đừng buồn ở mới khơi miên đừng buồn ở ឃើញ2 បាំងយ៉ាងជាន់គ្នាតិចតិចលោកគ្រូ trả lời cho mời nhom mọi người đi cho bạn khơi miên đừng buồn ở vậy thôi mà nói thì mấy thằng lớn nó về để dân thoát khang phải lấy thoát thử để về gì kế hay nó trong cái bạn là api đi thử đi thử rồi បាទបាទ ហ្នឹងហើយចា trả lời khơi miên đừng buồn ở anh mùi thử ấy đây mùi nè anh đi mùi tiền pì thử ấy nếu cô ăn mà đòn này cả đấy anh đi rừng mùi nè anh đi rừng muối anh đi rừng pì khang lơ đi mùi tiệt bầy nè đi mùi tiệt thử ấy chẳng chi phi ní cho giờ rừng cả về nhí bạo pha mà rừng ông bí hay đi rừng khang phải là thò nước cái hai ta anh vậy bạn tha disto phải là thò anh đi disto bạn thò đi bị thở cho nên dân ở đang thay vì miền rừng 4 dương anh đang miss ở trong khang phải là thò mùi cho nên cứ chia sẻ và giáo như ca an X-ray này ca X-ray nhưng mà sân dương ở thời thằng tế chia diêm bằng rừng ca an X-ray và buộc việc nhóm ca an X-ray cứ vì sầm khăn một lần dương chịu bà được mình cho nên bây giờ là những bọt vì sao tràn nên thua vì hoàng ngay mà nhầm đồng nếu không cả xe thay vì thi những bánh chay chụp tí thì môi của cả xe là việc thùng nghi sưu mới từ lý hay nâng cả xe tụt nếu bây giờ dương là xe thông dương nâng chụp họ và cứ dương bắt bóng ra cho nó sẵn quan mình chẳng xe can là thông nghi sưu can mơ nghi sưu can mơ bên tay dương một chôm chỉ muốn nâng cả bắt bóng ra cho nó sẵn quan mình chẳng nếu bây giờ bắt bóng ra cho nó sẵn quan mình chẳng viên nâng mình thun đây chỉ bối cả bài thì mình này thay mình đang nghi nhận bài đấy nhưng mà bây giờ nghi nhận bài cứ vì ở ai từ tua ban lập thơm sợ xét thì vì ở ai từ tua ban nó ca châu chơi để dẹp về dù thì chú bây giờ chiếc ba dương cho hỏi thông rồi mình khơi oi risk đó hay liên xã đó hay operation xã đó hay còn tay dương khi thay là bây giờ dương ở sẽ thông page vì thua ở mình đang nghi nhận bài nhưng bây giờ mình đang nghi nhận bài mình đang thở độ tranh bình đấy bộ pe khác bay nhưng bây giờ việc bay cho đo được mình được công viên crack cho được mình thì những ai cũng cho mình cả độ mình nhân tranh nhưng bây giờ độ mình nhân tranh cứ dương ở ai tụ ban tiếp tục chơi bị cáp chịu ba được mình đi vì pro tha dương độ mình nhân tranh ba được đấy chỗ chơi bị cáp chịu ba được mình cứ sầm đai từ lơ ra để xa mình chiến năng oi nhẹ chữ ngữ pra ban lơ bị buôn từ pram chna đôi mình miên râu xì nhá đôi mình miên ca chi chắc đôi mình miên ca và cô rốt thôi nhẹ chữ ngữ nơi pra mình những function ban mà đà nếu bây giờ dân cho thông vì ai nhận clear vì ai nhận miên perforation card bên lại chứ nếu bây giờ miên perforation card bên lại prognosis của vị officer là ở đây nhưng vậy ông pi perforation card clear vì miên phong ai lơ về vật lý hay đang ti tăng nhưng clear phim repair chu phim ok là clear phim tục du trao họp khai họp năm ăn từ chu từ repair việc anh đang prognosis gọi là đây clear này còn lại các bạn mình này vì co mình làm một lơ hoặc ấy thế clear này lại co mình cái lại CEG cái lại cervical cứ prognosis ở lọ thế chỉ phải xét cái clarification clear này không được mình prognosis lọ dân cả clear mình và còn thà thời cả độ chân thời cái extraction này xem nhóm perforation từ nhóm bay chạy vía từ tam tiếng
ទៅតាមពេលវេលាហើយហ្នឹងខ្ញុំអាស្រ័យទៅលើឧបករណ៍ដែលខ្ញុំមាន material ដែលខ្ញុំត្រូវប្រើដូចខ្ញុំមាន microscope ខ្ញុំមាន MTA ខ្ញុំមាន bioceramic putty ខ្ញុំអាចទៅ repair កន្លែងហ្នឹងបានចឹងអ្នកនរគ្នានឹងឃើញ case ខ្ញុំច្រើនដែលខ្ញុំដោះស្រាយទៅកន្លែងធ្លីហ្នឹងខ្ញុំនឹងកំពុងតែរៀបចំ slide រៀបចំដាក់ case បញ្ចូលដើម្បីធ្វើជា media មួយទាក់ទងជាមួយនឹងperforation ការ repair ទៅកន្លែង perforation ប៉ុន្តែខ្ញុំរងចាំឲ្យ result របស់ខ្ញុំឃើញជាលទ្ធផលសិនបាទខ្ញុំយកទៅបង្ហាញអ្នកទាំងអស់គ្នានៅពេលដែល access cavity ទូចយើងអាចប្រឈមទៅជាមួយនឹង miscanal រោឬថ្មីអត់ឃើញត្រូវទេទូចពេកពិបាកមើលទទួលស្គាល់ថាការចោះទូចនឹងរក្សារចនាសម្ព័ន្ធថ្មីបានល្អប៉ុន្តែពេលដែលយើងចោះទូចពេកក៏វាអាចប្រឈមទៅជាមួយការរោឬថ្មីអត់ឃើញដែរបើសិនជាយើងអត់មាន loop អត់មាន microscope គឺយើងពិបាកក្នុងការមើលចូលទៅក្នុងរន្ធថ្មីអញ្ចឹងបើសិនជាយើងចង់ access cavity ទូចយើងត្រូវមាន magnification មានភ្លើងដើម្បីជំនួយចឹងនៅពេលដែលយើង miscanal ជាធម្មតាតារន្ធថ្មីអត់ឃើញឬក៏បន្សល់ទុករន្ធថ្មីអត់បរិយអត់លាវារន្ធថ្មីហ្នឹងគឺវាមានមេរោគត្រូវទេអញ្ចឹងនៅពេលដែលរន្ធថ្មីបើយើងមានមេរោគថ្មីបើយើងនៅតែមាន infection នៅតែមានមេរោគនៅក្នុងថ្មីហ្នឹងការព្យាបាលរបស់យើងគឺអត់ជោគជ័យទេអ្នកជំងឺនៅតែឈឺនៅតែហើមនៅតែមាន radiolucency នៅខាងចុងរន្ធថ្មីនៅពេលដែលយើងចោះទូចពេកវាអាចនឹងពិបាកទៅលើការបរិយរន្ធថ្មីជាងនៅពេលដែលយើងចោះទូចទទួលស្គាល់ថាបើសិនជាយើងចោះទូចហើយយើង stainless steel hand file ទៀតអាហ្នឹងកាន់តែ limitation ទៅលើការបរិយមែនទែនពីព្រោះថានៅពេលដែលយើងចោះទូចតើតែយើងមានលទ្ធភាពបរិយទៅតាមកោងនៃរន្ធថ្មីព្រោះនៅពេលដែលយើងចោះទូចរន្ធថ្មីគឺអត់អាច decrease curvature វាអត់អាចទៅថយកោងរបស់វាកើតអញ្ចឹងការ select file គឺ select file ណាដែលអាចបត់បែនតាមរន្ធថ្មីបានពីព្រោះថាយើងអត់បាន decrease curvature នៃរន្ធថ្មីទេខ្ញុំជឿថាការចោះទូច conservative គឺมันពិបាកក្នុងការទទួលបាននៅ strength line access ចឹងក៏អត់សូវមាន strength line access ការបរិយជាមួយនឹង stainless steel hand file យើងនឹងជួបបញ្ហាអញ្ចឹងជួបបញ្ហាអីគេ file របស់យើងអត់អាចទៅប៉ះអញ្ចឹងបានល្អទេ file របស់យើងអត់អាចទៅ remove យកអាស្ទាប់អញ្ចឹងដែលទុននឹងចេញបានល្អទេ file របស់យើងក៏ប្រឈមធ្វើឲ្យមាន leak មាន zipping មាន transportation មានថា leak ហ្នឹងខុសទិសដៅត្រូវទេដូចខ្ញុំប្រាប់ចាំអញ្ចឹង zipping មានថារន្ធថ្មីទូចទេចុងរន្ធថ្មីទូចទេដែលបរិយទៅវាទៅធំចេះវាទៅជាចេញកន្ទុយត្រីអាហ្នឹងគេហៅ zipping transportation វាអាចដោយសារតែធ្លាយឬក៏អាចនឹងមានការ file នៅពេលដែលយើង access ទូចពេកហើយ file របស់យើងលូកទៅរងខ្លាំងពេកពិបាកលូកខ្លាំងពេកអាចងាយនឹងបាក់នៅពេលដែលយើង access ទូចពេកពិបាកបរិយពេលដែលពិបាកបរិយរន្ធថ្មីអត់បានធំលៀងក៏ពិបាកត្រូវទេអញ្ចឹងលៀងបានស្រួលតើតែយើងបរិយបានធំដែរបើយើងបរិយបានទូចលៀងក៏អត់បានល្អដែរបើយើងបរិយទៅមាន leak មានបាក់ font យើងលាងស្អាតទេអត់ទេពីព្រោះយើងមានឧបសគ្គនៅពេលដែលយើងបរិយយ៉ាងហ្នឹងអញ្ចឹងនៅពេលដែលបានស្អាតគឺដោយសារការដាក់ irrigation needle អត់ចូលបរិយទូចពេកដាក់មកជុល irrigation អត់ចូលបរិយទៅមានបាក់ file ដាក់មកជុលអត់ចូលអញ្ចឹងតែដាក់មកជុលលាងអត់ចូលអត់បានជំរឿដែលយើងចង់បានយើងអត់អាចទទួលបាន free cleaning ទេការព្យាបាលរន្ធថ្មីអ្វីដែលយើងចង់បានគឺ 3D cleaning មានន័យថា 3 dimensional cleaning មានន័យថាទៅសម្លាប់មេនៅក្នុងរន្ធថ្មីគ្រប់កន្លែងទាំងតាំង irregularity តាំង apical data តាំង isthmus តាំងកលឹះផ្សេងទៀតគឺត្រូវតែបាន clean ស្អាតប៉ុន្តែបើសិនជាយើង access ទូចពេកយើងនឹងមានបញ្ហាទៅលើ irrigation ទៅលើការលាងនៅក្នុងរន្ធថ្មីអញ្ចឹងបើសិនជាមានផលពិបាកទៅលើការបរិយក៏ពិបាកលាងក៏ពិបាកជាចុងក្រោយគឺ obturation ក៏អត់ស្អាតដែរអញ្ចឹងការធ្វើ obturation គឺវាជាការឆ្លុះបញ្ចាំងពីការ shaping cleaning របស់យើង
បើសិនជាយើងបរិយាអត់បានល្អទេលៀងអត់បានល្អទេ operation ក៏អត់បានល្អដែរតែបើសិនជាយើងបរិយាបានល្អលៀងបានស្អាត operation ងាយស្រួលមែនតើបើសិនជាយើងនិយាយអំពី access cavity ដូចខ្ញុំបាននិយាយអញ្ចឹងថាសម័យបច្ចុប្បន្នគេមាន CBCT សម័យបច្ចុប្បន្នគេមាន 3D print សម័យបច្ចុប្បន្នគេមាន microscope អញ្ចឹងគេអាចធ្វើ minimally invasive endodontic បាន minimally invasive នេះមិនមែនតែ endodontic ទេនៅក្នុងវិស័យផ្សេងទៀតក៏គេមានដែរប៉ុន្តែនៅក្នុង minimally invasive endodontic ដំបូងខ្ញុំចង់អ្នកនរគ្នាផ្ដោតសំខាន់ទៅលើ access cavity ការ access cavity បើសិនជាអាចមានលទ្ធភាព preserve រក្សានៅរចនាសម្ព័ន្ធធ្មេញបានគឺវាល្អអញ្ចឹង minimally invasive endodontic access cavity គឺការចោះរោធ្មេញហើយយើងអាចរក្សារចនាសម្ព័ន្ធធ្មេញឲ្យបានល្អកាន់តែច្រើនកាន់តែល្អដើម្បីរក្សារចនាសម្ព័ន្ធធ្មេញឲ្យបានកាន់តែច្រើនកាន់តែល្អលុះត្រាតែយើងចោះទូចទៅឯងចោះទូចបានរក្សារចនាសម្ព័ន្ធធ្មេញបានល្អប៉ុន្តែការចោះទូចយើងបាននិយាយថាពិបាកក្នុងការមើលត្រូវទេជាពិសេសនៅពេលដែលយើងអត់មាន magnification មូលហេតុអីចាំបាច់ចោះឲ្យទូចទៅអីដោយសារតែនៅពេលដែលយើងចោះធំពេកបាត់បង់រចនាសម្ព័ន្ធធ្មេញច្រើននៅពេលដែលបាត់បង់រចនាសម្ព័ន្ធធ្មេញច្រើនធ្មេញហ្នឹងវានឹងងាយបែកវាអត់ធន់ទេជាមួយការបែកទេវាងាយនឹងបែកងាយពេលបែកខ្លះចូលទៅក្រោមចាញ់គឺចាំបាច់ត្រូវដកវាចេញទៅវិញអញ្ចឹងពេលដែលយើងបាត់បង់ស្រទាប់ dentin ច្រើនបាត់បង់ anatomic structure ច្រើនដូចជា curve ដូចជា ridge ដូចជា roof នៃ part chamber គឺធ្មេញហ្នឹងវាអាចប្រឈមទៅជាមួយនឹងការបែកណាវាអាចប្រឈមទៅជាមួយនឹងការបែកជាធ្មេញស្គៀមដែលវាបាត់បង់រចនាសម្ព័ន្ធធ្មេញច្រើនគួរតែស្រោបទៅគួរតែដាក់ crown ទៅដើម្បី protect ធ្មេញហ្នឹងសម្រាប់ long term success ខែនេះខ្ញុំអធិស្ឋានបើសិនជាអាចលេចលឺគាត់ប៉ុន្តែមិនមែនជាក្នុងន័យថាទៅរិះគន់គាត់ទេខ្ញុំគាត់ណាខ្ញុំចង់លើកមកបង្ហាញអ្នកទាំងអស់គ្នាថានៅក្នុងការ access cavity គឺយើងអត់ចង់ access ឲ្យធំពេកទេទោះបីជាយើងធ្វើការ access cavity ជាចង់បាន traditional ក៏ដោយប៉ុន្តែការ access cavity ត្រូវចេះ preserve នៅសាច់ធ្មេញថាការ access cavity គឺជាការ access រូបរាងមួយទៅតាមទីតាំងនៃរន្ធឬធ្មេញអញ្ចឹងរន្ធឬធ្មេញយើងទីតាំងមិនគឺយើងត្រូវ access របៀបអញ្ចឹងខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមើលចឹងសម្រាប់ខ្ញុំការ access ដែលត្រឹមត្រូវអ្វីដែលខ្ញុំចង់បានគឺត្រឹមតែរន្ធឬធ្មេញចេះកុំព្យាយាម extend មកចេះតោះណាកុំព្យាយាម extend មកចេះប៉ុន្តែករណីខ្លះយល់ថាវាពិបាកក្នុងការរករុនទៅការ extend ប៉ុន្តែត្រូវប្រយ័ត្នកុំឲ្យ extend ខ្លាំងពេកព្រោះយើងនឹងកំពុងតែបំផ្លាញរចនាសម្ព័ន្ធធ្មេញដៃនេះចោលឃើញទេអញ្ចឹងធ្មេញនឹងវាអាចប្រឈមជាមួយនឹងការបែកនៅក្នុង endodontic cavity design ហើយនឹងការប្រៀបធៀបវាទៅជាមួយនឹង fracture resistant ខ្ញុំជឿថា article នេះគឺយើងអាចជឿទុកចិត្តបានពីព្រោះវាជា systemic review ហើយនឹង meta analysis អញ្ចឹងនៅក្នុងការសិក្សាហ្នឹងគេបានលើកឡើងថា fracture resistant គឺវាល្អបើសិនជាយើង assess ធ្មេញហ្នឹងជាលក្ខណៈ conservative ឬក៏ trust មានន័យថាយើង assess កាន់តែទូចរក្សារចនាសម្ព័ន្ធធ្មេញច្រើនគឺវាការពារធ្មេញហ្នឹងកុំឲ្យបែក fracture resistant របស់វាគឺខ្ពស់វាល្អជាងការចោះ traditional ណាអញ្ចឹងដល់សិនជាយើងមើលទៅលើការ access cavity
អានេះចោះ traditional ទៅ conservative ខ្ញុំ review ឡើងវិញបន្តិចហើយនៅអានេះ trust ហើយនឹង ultra conservative កាន់តែទូចសម្រាប់ខ្ញុំ ultra នេះគឺខ្ញុំអត់ recommend ទេវាទូចពេក operation ក៏ពិបាក trust នេះក៏រៀងពិបាកដែរពិបាកឃើញនៅចន្លោះនេះចន្លោះដែលយើងទុកនេះអញ្ចឹងជំរើសខ្ញុំគឺមានតែពីរឲ្យអ្នកទាំងអស់គ្នាទី1គឺ traditional សាមញ្ញងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាដំបូងប៉ុន្តែបើសិនជាយើងថ្នាក់យើងមាន magnification យើងគួរតែ conservative ដើម្បី preserve នៅរចនាសម្ព័ន្ធនៅតំបន់ក្បាលធ្មេញជាក់ស្ដែងដូចที่ខ្ញុំបានប្រាប់ឲ្យចាន់អញ្ចឹងថាធ្មេញដែលមកជួបយើងភាគច្រើនណាមិនរកមានសាច់ធ្មេញល្អគឺពីច្រើនគឺវាពុកថោហ្មងត្រូវហ៎អញ្ចឹង traditional ទៅមិនចាំបាច់អត់មានអីត្រូវ preserve សាច់ធ្មេញទៀតទេដោយសារវាបែកមកពេលខ្លះសឹងតែអស់ក្បាលធ្មេញបាត់អស់ហើយហ្នឹងអញ្ចឹងមានអីត្រូវ conservative ទៀតអញ្ចឹងធ្វើម៉េច strength line access ឲ្យងាយស្រួលមើលខ្លួនឯងមកចានេះការ access ទៅលើធ្មេញធ្គាមអានេះ traditional ហើយ conservative trust ហើយនិង ultra conservative បើសិនជាយើងមើលលើ article នេះវិញនៅក្នុង Endodontic Journal ឆ្នាំ2017គេនិយាយអំពី fracture strength ទៅលើធ្មេញដែលយើងព្យាបាលហើយយើងគេប្រៀបធៀបទៅលើការ access cavity design ខុសៗគ្នានៅក្នុងនោះគេនិយាយថា conservative ឬក៏ ninja access នេះគឺវាកាត់បន្ថយការបែករបស់ធ្មេញដែលយើងបានព្យាបាលហើយប៉ុន្តែបើយើងមើលលើរវាង ninja ឬក៏ conservative គឺវាមានអីខុសគ្នាប្រហែលនេះអញ្ចឹងបើសិនជា conservative ហើយនឹង ninja fracture resistant របស់វាប្រហាក់ប្រហែលគ្នាយើងមិនចាំបាច់ត្រូវចោះ ninja ឲ្យទូចពិបាកមើលពេកទេធ្វើ conservative នេះទៅបាទអញ្ចឹងបានខ្ញុំនិយាយថា traditional ក៏បាន conservative ក៏បានបើសិនជាយើង experience យើងមានពិសោធន៍យើងអាចមានលទ្ធភាពរកនោះធ្មេញឃើញបានងាយស្រួលអូខេ conservative ហេតុអីបានយើងចាំបាច់ត្រូវ access cavity ឲ្យទូចត្រូវរក្សារចនាសម្ព័ន្ធធ្មេញព្រោះអីពីព្រោះថារចនាសម្ព័ន្ធធ្មេញគឺវាការពារធ្មេញហ្នឹងកុំឲ្យបែកការព្យាបាលនោះធ្មេញកុំផ្ដោតសំខាន់ទៅលើតែ root canal treatment កុំផ្ដោតសំខាន់ទៅលើការលាងនៅក្នុងនោះធ្មេញតែផ្ដោតសំខាន់ទៅលើ restoration ដែរតោះតែការប៉ះបិទរបស់យើងល្អបើយើងអាចមានលទ្ធភាពទុកធ្មេញនឹងឲ្យនៅក្នុងមាត់ដែលជំងឺបានយូរចង់ទុកធ្មេញនឹងនៅក្នុងមាត់ដែលជំងឺបានយូរកុំឲ្យវាបែកលុះត្រាយើងព្យាយាមរក្សារចនាសម្ព័ន្ធនៅតំបន់ក្បាលធ្មេញជាពិសេសគឺកន្លែង pericervical dentine អញ្ចឹងដើម្បីការពារកុំឲ្យធ្មេញនឹងបែកយើងត្រូវដឹងអំពី structure មួយចំនួនជាក់ស្ដែងបើសិនជាយើងមើលទៅលើ article នេះគេនិយាយអំពីមូលហេតុ primary cause ដែលធ្វើឲ្យធ្មេញនឹងបែកគឺបងគេគឺការបាត់បង់រចនាសម្ព័ន្ធធ្មេញហើយអញ្ចឹងឯងបានព្យាយាមឲ្យយើងរក្សានៅរចនាសម្ព័ន្ធនៅតំបន់ក្បាលធ្មេញកុំគិតថា traditional strength line access ត្រូវ bridge ឲ្យធំងាយស្រួលក្នុងការមើលពេលដែលយើង bridge ធំពេក structure បាត់បង់ច្រើនពេកធ្មេញហ្នឹងវាងាយនឹងបែកចឹងដូចខ្ញុំបាននិយាយហ្នឹងថាអ្វីដែលយើងត្រូវគិតគឺកន្លែង pericervical dentine pericervical dentine នេះគឺនៅខាងស្រទាប់ dentine នៅខាងលើ alveolar crest bone នេះ4មីលីម៉ែត្រចុះមកក្រោម4ទៅ6មីលីម៉ែត្រអាកន្លែងកធ្មេញគឺវាសំខាន់ចឹងបើសិនជាយើង access របៀបអញ្ចេះឃើញយើងបាត់បង់រចនាសម្ព័ន្ធកន្លែងនេះស្ដើងទេចឹង access ត្រឹមត្រូវនេះ access តាមអាឆ្នូតខ្មៅចេះអាចឆ្នូតខ្មៅចេះព្យាយាមរក្សារចនាសម្ព័ន្ធនៅកន្លែងនេះកន្លែង pericervical dentine បើសិនជារចនាសម្ព័ន្ធសល់ប្រវែងប៉ុណ្ណេះដល់ពេលយើង prep crown យើង prep shoulder ទៀតវារត់ទៅអស់ទៀតទេត្រូវទេនឹងបាត់បង់ ferrule នៅពេលបាត់បង់ ferrule ធ្មេញក៏ងាយនឹងបែកគ្នាអញ្ចឹងការ access cavity កុំពេលខ្លះកុំ flare ពេកកុំ flare កុំពី flaring ខ្លាំងពេក
ពេលដែលយើងពី flaring ខាងពេកវានឹងបាត់បង់រចនាសម្ព័ន្ធយ៉ាងកន្លែង pericervical dentin នេះច្រើនអញ្ចឹងការចោះត្រឹមចេះក៏អាចមើលឃើញដែរត្រូវទេចឹងខ្លះបើសិនជារចនាសម្ព័ន្ធនៅតំបន់ខាងលើធ្មេញល្អច្រើនគួរតែចោះរបៀបអញ្ចេះកុំចោះរបៀបដូចធំឡើងមើលយើងនឹងបាត់បង់រចនាសម្ព័ន្ធធ្មេញច្រើនជាស្ដែងសូមទោសសារទៀតទៅលើម្ចាស់រូបអញ្ចឹងនៅតែយើងអាស្រ័យរបៀបនេះគឺឃើញបាត់បង់កន្លែងនេះច្រើនឃើញទេយើងបាត់បង់តែយល់ពេលខ្លះដោយសារតែវាពុកយើងត្រូវការយកពុកចេញបានវាទៅជាស្ដើងអញ្ចឹងប៉ុន្តែបើសិនជាអត់ពុកទេមកគុំ extend ឲ្យធំអញ្ចឹងជាយើង preserve នៅ tooth structure មែនតើជាពិសេសធ្មេញធ្គៀមពីព្រោះថាធ្មេញធ្គៀមវារងនៅកម្លាំង mastication force ខ្លាំងរងនៅកម្លាំងពៀខ្លាំងអញ្ចឹងបើសិនជាយើង restoration អត់បានល្អទេវាងាយនឹងបែកអញ្ចឹងដូចខ្ញុំនិយាយកដែទៅថា pericervical dentin គឺវាសំខាន់អញ្ចឹងបើសិនជាយើងរក្សា pericervical dentin បានល្អមិនហ្នឹងគឺវាធន់ទៅជាមួយនឹងការបែកមូលហេតុខ្ញុំនិយាយថាបើសិនជាយើងរក្សា pericervical dentin បានល្អគឺមិនហ្នឹងធន់នឹងការបែកបើសិនជាយើងមើលទៅលើការសិក្សាមួយចំនួនគេបានលើកឡើងថានៅពេលដែលយើងប្រើ fund flow loading មានន័យថាពេលដែលយើងខំធ្មេញហ្នឹងទៅពីចំណីអាហារភាគច្រើនទាំងធ្មេញធ្គៀមគឺកម្លាំងវាគឺ concentrate ទៅកន្លែងកធ្មេញហ្នឹងទាំងអស់ពេលថាកម្លាំងគឺវារងនៅកធ្មេញកន្លែង pericervical dentin ហ្នឹងអស់អញ្ចឹងពេលដែលកម្លាំងវារងទៅកន្លែងហ្នឹងខ្លាំងទាំងអស់យើងគួរតែ protect គួរតែ preserve នៅរចនាសម្ព័ន្ធកន្លែងកធ្មេញហ្នឹងឲ្យច្រើនដើម្បីកុំឲ្យវាងាយបែកពេកនេះហើយជាមូលហេតុដែលយើងគិតថាវាសំខាន់ក្នុងការរក្សា pericervical dentin អញ្ចឹងយើងដឹងថា pericervical dentin នៅកន្លែងណាគឺគួរតែ preserve របៀបម៉េចអញ្ចឹងបើសិនជាកន្លែងកធ្មេញហ្នឹងវាខ្សោយវាបាត់បង់រចនាសម្ព័ន្ធធ្មេញច្រើនធ្មេញហ្នឹងគឺវាប្រឈមទៅជាមួយនឹងការបែកបើសិនយើងមើលទៅលើ article review នេះវិញគេបាននិយាយថាការរក្សា pericervical dentin នៅតំបន់នៅធ្មេញគៀមគឺវាជួយការពារធ្មេញហ្នឹងកុំឲ្យវាបែកអញ្ចឹងដូចជា case នេះគេឃើញបាត់បង់ pericervical dentin ច្រើនហើយរចនាសម្ព័ន្ធធ្មេញប៉ុណ្ណេះបើសិនជាបាត់បង់ប៉ុណ្ណេះហើយយើងព្រិច crown មករៀង solder ទៀតអស់បដ ாய் អញ្ចឹងជំងឺអាចងាយនឹងបែកធ្មេញនេះខ្ញុំព្យាយាមរក្សា pericervical dentin ឲ្យបានក្រាស់ល្អដូចខែនេះអញ្ចឹងខ្ញុំរក្សាខ្ញុំអត់ព្យាយាម enlarge ជាមួយនឹង taper ធំទេអត់ព្យាយាម enlarge រន្ធធ្មេញរបស់ខ្ញុំអាផ្នែកខាងលើនេះឲ្យធំទេព្រោះខ្ញុំចង់ preserve នៅ tooth structure ចង់ preserve នៅ pericervical dentin យេខ្ញុំព្យាយាមរក្សា pericervical dentin ពីព្រោះថា pericervical dentin វាជួយការពារធ្មេញហ្នឹងកុំឲ្យបែកតែបើសិនជាក្នុងករណីដែល vital case ខ្លះឬក៏ធ្មេញដែលជាបាលឲ្យខ្លះពេលខ្លះវាមកធ្មេញហ្នឹងបាត់បង់រចនាសម្ព័ន្ធពុកជាងធ្មេញអស់យើងចង់រក្សាវាក៏ពិបាកដែរត្រូវទេប៉ុន្តែត្រូវតែប្រយ័ត្នថាការ access cavity ក៏វាអាចបំផ្លាញរចនាសម្ព័ន្ធធ្មេញកន្លែងកធ្មេញយ៉ាងដែរខ្ញុំអាចនិយាយបានថាយើងអាចប្រៀបធៀបគ្នារវាងធ្មេញពីរធ្មេញ vital ហើយនិងធ្មេញ non vital ធ្មេញ vital មានន័យថាធ្មេញសរសៃបដូលនៅរស់លក្ខណៈ symptomatic irreversible bronchitis ក្នុងករណីសរសៃបដូលនៅរស់វាអត់មាន infection ទេត្រូវទេអត់មាន infection នៅខាងរស់ធ្មេញទេអញ្ចឹងយើងមិនចាំបរិយារន្ធធ្មេញធំពេកទេពីព្រោះថានៅពេលដែលយើងបរិយារន្ធធំយើងបាត់បង់រចនាសម្ព័ន្ធធ្មេញច្រើនវាផ្ទុយពីធ្មេញដែលមាន infection ខាងចុងរស់ធ្មេញធ្មេញដែលមានការបង្ករោគខាងចុងរស់ធ្មេញឬក៏ធ្មេញងាប់ផ្សៃ necrotic ជាងក្នុងកន្លែងដែលងាប់ផ្សៃ necrotic មាន infection ខាងចុងរស់ធ្មេញធំមានន័យថាអញ្ចាំងរស់ធ្មេញរបស់យើងគឺពោពេញទៅដោយសត្វធីនដែលទន់ចាំបាច់ត្រូវតែបរិយារន្ធធ្មេញឲ្យធំដើម្បីទៅ remove សត្វ dentin នឹងចេញអស់អញ្ចឹងយើងនឹងបាត់បង់រចនាសម្ព័ន្ធធ្មេញច្រើន
ប៉ុន្តែបើថ្មិញករណីថ្មិញសរសៃបដូរនៅរស់អត់មាន infection មិនចាំបាច់បរិចឲ្យធំពេកទេត្រូវរក្សារចនាសម្ព័ន្ធចិញ្ចៀនរស់ថ្មិញក៏ដូចជា pericircular dentin ក៏ដូចជា coronal structure អញ្ចឹងត្រូវចាំថាថ្មិញសរសៃបដូរនៅរស់បរិចធំពេកធ្វើឲ្យអត់ទៅលាងដាក់បញ្ចូល irrigation នេះដល់ចូលទៅបានហើយបើថ្មិញតែងាប់សរសៃដូចករណីនេះវាធំរុនចុងឬចំហដាក់ហ្វាលេខ70ទៅលងឃ្លក់សួរថាយើងចង់ preserve សាច់ថ្មិញបានទេប្រហែលបន្តិចដោយសាររុនឬថ្មិញវាស្រាប់ហើយអញ្ចឹងនៅក្នុង minimal invasive endodontic គឺគេចង់រក្សារចនាសម្ព័ន្ធថ្មិញឲ្យបានកាន់តែច្រើនកាន់តែល្អដើម្បីរក្សារចនាសម្ព័ន្ធថ្មិញបានគេត្រូវគិតទៅលើ access cavity កុំ access ធំពេកព្យាយាមបើអាច conservative ប៉ុន្តែ conservative តើតែយើងថ្នាក់ដែរតើយើងមានលទ្ធភាពក្នុងការបរិយាមានលទ្ធភាពក្នុងការររុនដូចថ្មិញមាន magnification អាហ្នឹងបានអាចមើលទៅក្នុងរុនដូចបានអញ្ចឹងអានេះយើងចង់ចោះ conservative អូខេអញ្ចឹងនៅក្នុង minimally invasive endodontic ដំបូងគឺយើងនិយាយអំពី access cavity អញ្ចឹង AE គេបានលើកឡើងអំពី minimally invasive endodontic ហ្នឹងដំបូងគេចង់ឲ្យយើង access cavity conservative ជាយើងកុំ enlarge cavity ធំពេកបន្ទាប់មកទៀតត្រូវ select taper នៃរុនដូចថ្មិញរបស់យើងនៅពេលដែលយើងបាន taper rotary far កាន់តែធំយើងនឹងបាត់បង់ជញ្ជាំងរុនដូចថ្មិញកាន់តែច្រើនមានន័យថា taper កាន់តែធំយើងនឹងបាត់បង់ pericircular dentin កាន់តែច្រើនមួយទៀតគឺយើងនិយាយអំពី prepare apical size ទំហំ master apical file ទំហំ master apical file ក៏គួរកុំបរិយឲ្យធំដែរតាម case ជាក់ស្ដែងតាម anatomy នៃរុនដូចថ្មិញតាមភាពជាក់ស្ដែងនៃ apical condition តើវាមាន infection នៅខាងចុងដូចថ្មិញឬក៏អត់ចឹងដូចខ្ញុំសំទោសដូចខ្ញុំបាននិយាយហ្នឹងនៅពេលដែលយើងព្យាយាមបង្កើន taper កាន់តែធំយើងនឹងបាត់បង់ pericircular dentin ច្រើនបើសិនយើងប្រើ taper ទូចយើងនឹងរក្សានៅ pericircular dentin បានល្អអញ្ចឹងសម្រាប់ខ្ញុំ taper O4 គឺសុវត្ថិភាពបំផុតក្នុងការបរិយាឬថ្មិញនៅក្នុងប្រទេសកម្ពុជាយើងអ្នកទាំងអស់គ្នាឃើញពេលខ្លះគេចូលជិប O6 taper 6ប៉ុន្តែថ្មិញបរទេសធំតែបើអាស៊ីយើងថ្មិញទូច taper 4គឺវាគ្រប់គ្រាន់ហើយចឹងក្នុងការរក្សានៅរចនាសម្ព័ន្ធតំបន់ pericircular dentin បានល្អវាអាស្រ័យតាក់ទងទៅជាមួយនឹងការ prep margin ដែរបើសិនជាយើង prep solder ឧទាហរណ៍ករណីខ្លះយើង pericircular dentin ស្ដើងយើងទៅ prep solder ទៀតក៏វាហានិភ័យដែរវាមានបញ្ហាដែរដូចជាក្នុងករណីនេះឧទាហរណ៍វាកោងចេះចង់ decrease curvature ខ្ញុំចង់បន្ថយភាពកោងនៃរុនដូចថ្មីខ្ញុំយកពី flat កន្លែងនេះឲ្យបាន straight line access នៅពេលខ្ញុំបាន straight line access ហើយខ្ញុំបាត់បង់ pericircular dentin ច្រើនទៅហើយបើសិនខ្ញុំ prep crown ជាលក្ខណៈ solder ទៀតកន្លែងនេះគឺវាងាយនឹងបែកអានេះត្រូវតែពិចារណាប៉ុន្តែនៅពេលយើងចង់ដូចខ្ញុំបានបង្ហាញរូបនេះអញ្ចឹងថាបើសិនជាយើងចង់លក្ខណៈ traditional ចោះធំ file របស់យើងប៉ះយ៉ាងបានល្អបន្ទាប់ផ្ទៃនៅអត់ប៉ះមួយនឹង file តិចជាងការចោះ conservative ជានេះភាពខុសគ្នារវាងអាចចោះរវាងconservative ចឹងទៅពេលដែលយើងចោះទៅទូចលទ្ធភាព file របស់យើងពិបាកក្នុងការប៉ះជាងថ្មីឲ្យបានល្អអញ្ចឹងយើងនឹងមិនសល់ទុកទេដែលអត់ប៉ះទៅជាមួយនឹង file ច្រើនក្នុងការសម្រាប់ចិត្តធ្វើ minimally invasive endodontic យើងត្រូវចេះ balance ត្រូវចេះថ្លឹងថ្លែងអីគេថ្លឹងថ្លែងពីការប្រើប្រាស់ magnification ហើយនិង access cavity បើសិនជា magnification របស់យើងប្រើ microscope យើងអាច access cavity ទូចបាន
ព្រោះយើងមាន microscope ក្នុងការបរិយាមើលតែបើសិនយើងអត់មាន magnification ទេ access cavity มันអាចទូចបានទេវាពិបាកក្នុងការមើលដល់សិនជាយើង access cavity វាអាចជាប់ទាក់ទងទៅជាមួយនឹងការ shaping ការ cleaning របស់យើងដែរបើសិនជាយើងអត់ប្រើ rotary file យើងប្រើ stainless steel head file យើងចង់ access cavity conservative កើតអត់ពិបាកដោយសារការលូកសល់របស់យើងអត់បានល្អតែបើសិនយើងប្រើ rotary file Nikai rotary file អាច flexible តាមរនោះថ្មីបានល្អ cleaning របស់យើងប្រើ irrigation ដល់អា plastic ជាប់ទៀតមាន activation ទៀតយើងមានអីត្រូវពិបាកយើងអាច shaping cleaning បានល្អអញ្ចឹងយើងអាចគិតទៅលើការ access cavity លក្ខណៈ conservative បានហើយដើម្បីបង្កើន fracture resistant ទៅលើធ្មេញដែលយើងត្រូវព្យាបាលអញ្ចឹងត្រូវជា balance គ្នាសិនត្រូវជា balance ថាថ្ងៃយើង shaping ជាមួយអីគេ cleaning ជាមួយអីគេមាន magnification ដែរក៏អត់មានប្រើ loop មានប្រើ microscope ដែរក៏អត់ចឹងបើសិនយើងមានអស់ហ្នឹងផងយើងចង់ទៅរក្សារចនាសម្ព័ន្ធថ្មីមិនកើតខ្ញុំទទួលស្គាល់ថាបើសិនជាយើងចង់ទូយើងរក្សារចនាសម្ព័ន្ធថ្មីអត់ឲ្យថ្មីហ្នឹងងាយបែកទេថ្មីហ្នឹងងំតែបើសិនជាមកអីបើសិនជារកនោះឃើញមែនទេពេលខ្លះបរិទ្ធមួយ stainless steel hand file លូកអត់ចូលលូកបានតែពាក់ដាលលាងប្រើ stainless steel irrigation needle អត់ស្អាតយើងពេលខ្លះថ្មីនេះសល់រចនាសម្ព័ន្ធថ្មីច្រើនមែនប៉ុន្តែការព្យាបាលរបស់យើងបរាជ័យបាត់ឯហ្នឹងសួរថាបានប្រយោជន៍អីទេអត់ទេលុះត្រាតែយើងមានលទ្ធភាពព្យាបាលឲ្យជោគជ័យសិនចាំគិតទៅលើ tooth structure ចាំគិតទៅលើ fracture resistant តែសំខាន់គោលបំណងរបស់យើងគឺចង់ព្យាបាលរន្ធឲ្យជោគជ័យសិនដូចខ្ញុំអញ្ចឹងខ្ញុំអាចមានលទ្ធភាព shaping cleaning បានស្អាតអញ្ចឹងខ្ញុំអាចគិតទៅលើ conservative access cavity បានក្នុងករណីដែលរចនាសម្ព័ន្ធនៅតំបន់ក្បាលថ្មីវាច្រើនប៉ុន្តែវាច្រើនជំងឺមកជួបខ្ញុំគឺដូចខ្ញុំនិយាយគឺពុកអស់ហើយ carie ផងអីផងវាពុកអស់ហើយអញ្ចឹងខ្ញុំព្យាយាមខ្ញុំបើកឲ្យស្រឡះដោយសារដើម្បីឲ្យច្បាស់ថាខ្ញុំអត់ miss canal ពេលខ្លះខ្ញុំត្រូវការថតជាវីដេអូដើម្បីបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំត្រូវការឲ្យមានពលិចូលគ្រប់គ្រាន់អញ្ចឹងខ្ញុំព្យាយាមអត់ build interim ក៏ខ្ញុំព្យាយាម remove យកអា carie នឹងចេញអស់បានខ្ញុំផ្ដើមចូលទៅក្នុងរន្ធថ្មីអញ្ចឹងខែខ្លះមកបែកអស់ធំចេះសួរថាយើងចង់ preserve មិនយើងចង់អី conservative អីមិនបើវាពុកធំអស់ចេះហើយហ្នឹងមានត្រូវ conservative ការទៀតត្រូវទេ yes strength line ទៅស្មកគង់ទៅដាក់ crown នៅវិញកដែរហ្នឹងហើយវាបែកអស់រចនាសម្ព័ន្ធថ្មីធំអស់ហើយហ្នឹងជាងនៅពេលយើងចោះ traditional ពេលខ្លះវាអាចជួយយើងក្នុងការ detect the raw canal ដូចជា radic entomolaris វាអាចងាយស្រួលក្នុងការ raw middle mesial canal វាអាចងាយស្រួលក្នុងការ raw omb2 យេអញ្ចឹងសម្រាប់ខ្ញុំសរុបជារួមខ្ញុំ recommend ឲ្យអ្នកនរគ្នាចោះ traditional strength line session មកតែពេលដែលយើងថ្នាក់ shaping cleaning ស្អាតអស់ហើយមានលទ្ធភាពបរិយារន្ធថ្មីមានលទ្ធភាពលាងនៅក្នុងរន្ធថ្មីបានស្អាតអស់ហើយចាំគិតទៅលើ conservative ប៉ុន្តែ conservative គឺវាអាស្រ័យទៅលើ magnification ដែរពីព្រោះនៅពេលដែលយើងចោះទូចពិបាកមើលក្នុងការរករន្ធថ្មីពិបាកក្នុងការ obturation គឺពិបាកតែតោះសំណួរខ្ញុំប៉ុណ្ណឹងសិនថ្ងៃច័ន្ទសប្តាហ៍ក្រោយខ្ញុំនឹងនិយាយអំពីវិធីទៅរករន្ធថ្មីមានន័យថា orifice detection ខ្ញុំនឹងមានវីដេអូបង្ហាញខ្ញុំនឹងព្យាយាមធ្វើការរបៀបទៅរក OMB2 ពីព្រោះខ្ញុំអត់ទាន់បានដាក់វីដេអូក្នុងការរក OMB2 ហ្នឹងហើយនឹងខ្ញុំនឹងថែមវីដេអូដែលខ្ញុំធ្វើពុកមិញក្នុងការ detect ទៅរក canal ដែលវាពិបាកដើម្បីជា tip and trick មួយចំនួនដើម្បីបង្ហាញអ្នកទាំងអស់គ្នាពីព្រោះខ្ញុំទទួលស្គាល់ថា endo stress ពេលរករន្ធអត់ឃើញ
មិនគ្រប់ករណីទាំងអស់លោក file ចូលទាំងអស់ហើយខែខ្លះសូម្បីតែខ្ញុំក៏នៅជួបផលពិបាកដែរអញ្ចឹងអាពិបាកម្ដង stress ដូចតែគ្នាហ្នឹងប៉ុន្តែគាត់ថាខ្ញុំមាន microscope វាជួយខ្ញុំច្រើនប៉ុន្តែដោយសារតែអ្នកនរគ្នាអត់ដែរចេះប្រើប៉ុន្តែខ្ញុំសឹងតែប្រើវារាល់ថ្ងៃទេអញ្ចឹងទៅវាជួយខ្ញុំច្រើនសូម្បីតែខែខ្លះដែលយើងគិតថាវាអត់ជោគជ័យក៏ខ្ញុំអាចធ្វើឲ្យវាជោគជ័យបានដែរតោះសំណួរថ្មិញហ្នឹងងាប់សរសៃឬក៏សរសៃវីដេអូលើរស់ថ្មិញងាប់សរសៃឧទាហរណ៍ថាវីរុស3យើងរកឃើញ2នេះសល់1យើងបិទមុខវាទៅសិនទៅហើយឲ្យថ្នាំបាត់ការជិះចាក់ទៅអ្នកជំងឺប៉ុន្តែអ្នកជំងឺមកវិញស្អែកគុំណាត់យូរពេកពេលណាត់យូរពេកអ្នកជំងឺឈឺចឹងពេលខ្លះយើងទោះបីយើងដឹងថាវាបិទមុខទៅឈឺប៉ុន្តែឲ្យថ្នាំបាត់ការជិះចាក់អ្នកជំងឺទៅញ៉ាំមកហើយស្អែកឲ្យគាត់ត្រឡប់មកជួបយើងវិញតោះណាជាធម្មតា endo គេអត់ចង់ឲ្យចំហទេដោយសារតែពេលចំហទៅវាចូលមេរោគចូលកតិកទីចំណីអាហារអញ្ចឹងទៅវាពិបាកក្នុងការ clean ពិបាកក្នុងការសម្អាតវាពិបាកក្នុងការទៅសម្លាប់មេរោគបាទantibiotic គឺយើងឲ្យនៅពេលដែលអ្នកជំងឺមាន systemic involvement មានន័យថាតើតើអ្នកជំងឺក្តៅខ្លួនឡើងកូនកដោលហិតលហៃអស់កម្លាំងហើមមានន័យថា trismus ហើមមាត់អត់រួចអាហ្នឹងបានគេឲ្យ antibiotic បើអត់មានរោគសញ្ញាទាំងអស់ហ្នឹងទេ antibiotic គឺវាអត់សំខាន់ទេគឺសំខាន់ការលាងនៅក្នុងរន្ធរស់ធ្មេញអញ្ចឹងក្នុងករណីដែលឧទាហរណ៍ថាយើងគាត់ហើមាត់យូរយើងរកបានឃើញរន្ធ2ទេតែគាត់ហើមាត់យូរយើងបិទដាក់សលៃហើយបិទកាបេតុងសិនហើយអ្នកជំងឺសម្រាប់មាត់អាផ្លែតសិនទៅអាច15នាទីឬក៏កន្លះម៉ោងក្រោយចាំយើងប្រហោយអាមរុននឹងទៀតអញ្ចឹងខ្ញុំពេលខ្លះនៅពេលដែលអ្នកជំងឺនៅឆ្ងាយអីគាត់ហើមាត់យូរអីខ្ញុំដោះរ៉ាប់បដាមចេញខ្ញុំបិទកាបេតុងឲ្យអ្នកជំងឺគាត់សម្រាប់មាត់បន្តិចទៅបាទខ្ញុំចាប់ផ្ដើមធ្វើតទៅទៀតបាទជាធម្មតា amoxicillin គឺវាអូខេជាធម្មតាខ្ញុំអត់សូវប្រើ antibiotic ទេកុំព្យាយាមប្រើ antibiotic តិចឲ្យតែថតឃើញអាលាកមកប្រើ antibiotic អត់ទេពេលដែលយើងរៀនហើយពេលដែលយើងរៀនហើយយើងនឹងមានលទ្ធភាព disinfection សម្រាប់មេរោគនៅក្នុងរន្ធធ្មេញបានល្អយើងមិនចាំបាច់ត្រូវការប្រើ antibiotic ទេជាលោកគ្រូសុំសួរបាទលោកគ្រូនៅពេលដែលយើងដល់ពេលប្រើ stainless steel file លោកបានទៅពាក់កណ្ដាលអញ្ចឹងតើយើងប្រើវិធីសាស្ត្រផ្សេងឬក៏ប្រើ file អីដែលយើងអាចបញ្ចប់ការងារនឹងបានគ្រូជាធម្មតានៅពេលដែលយើងប្រើ stainless steel hand file ទៅបរិចឲ្យវាបានតែពាក់កណ្ដាលបើសិនជាវាអត់មាន leak អត់មានបញ្ហា procedural error អីផ្សេងណា
មានន័យថាយើងលូក file លេខ15លេខ10ចូលប៉ុន្តែឡើងទៅលេខ20 25លូកអត់ចូលបានតែពាក់កណ្ដាលអញ្ចឹងដោយសារអី file របស់យើងវាធំជាងរុនឬថ្មីអញ្ចឹងយើងលូកអត់ចូលអាហ្នឹងអាច pro ទៅ rotary file អូខេប៉ុន្តែពេលខ្លះលូកអត់ចូលដោយសារតែមានលេខចាមានលេខហ្នឹងគេត្រូវកែលេខត្រូវ bypass លេខហ្នឹងត្រូវរបៀប bypass លេខហ្នឹងវាសាំញ៉ាំតិចវាញ៉ៃញ៉ៃតិចវាត្រូវការប្រើ hand file ហើយប្រើ rotary file តែខ្ញុំនឹងប្រាប់ពីរបៀបប្រើនៅពេលដែល hands on បើឲ្យខ្ញុំនិយាយអញ្ចឹងខ្ញុំពិបាកប្រាប់អញ្ចឹងវាអាស្រ័យទៅមើលថាតើយើងលូកអត់ចូលនោះដោយសារមូលហេតុអីដោយសារតែ file ធំជាងរុនឬថ្មីដោយសារតែ file របស់យើងអត់កោងទៅតាមរុនឬថ្មីឬក៏ដោយសារតែមានបាក់ឧបករណ៍ឬក៏ដោយសារតែមាន ledge formation ខុសទិសដៅអញ្ចឹងគេត្រូវមើលកត្តាណាដែលជាឧបសគ្គសម្រាប់ case ហ្នឹងបានគេដោះស្រាយទៅតាមភាពជាក់ស្ដែងនៃមូលហេតុដែលធ្វើឲ្យស្ទះហ្នឹងយល់ខ្ញុំនិយាយអត់ទេហ่าចាគ្រូបាទជាធម្មតាខ្ញុំអត់បរិញ្ញាអ្នកទាំងអស់គ្នាបរិញ្ញាជាមួយនឹង hand file ហ្នឹងណាខ្ញុំនិយាយគ្នាឲ្យព្រោះ hand file វាពិបាកខ្ញុំអត់បរិញ្ញាអ្នកទាំងអស់គ្នាបរិញ្ញាជាមួយ hand file ទេគឺខ្ញុំបរិញ្ញាអ្នកទាំងអស់គ្នាបរិញ្ញាជាមួយនឹង rotary file អញ្ចឹងពីថ្ងៃនេះគឺខ្ញុំបញ្ចប់ពីការ access cavity ហើយអញ្ចឹងត្រូវចេះ access cavity ត្រូវចេះថាត្រូវចោះកន្លែងណាចោះទូចឬក៏ចោះធំ traditional ឬក៏ conservative តាមលទ្ធភាពអ្នកទាំងអស់គ្នាប៉ុន្តែមិនកុំទៅដល់ ninja ពេកកុំទៅដល់ ninja ដូចគេពេកវា challenge ពេកហើយអាទិត្យក្រោយខ្ញុំនឹងបរៀនអ្នកទាំងអស់គ្នារបៀបទៅរករុនឬថ្មីខ្ញុំគិតថា access អត់សូវពិបាកប៉ុន្តែពិបាករករុនaccess cavity គឺយើងពិបាកតែពេលរុនឬphase chamber វាតូចចង្អៀតទេតែអ្វីដែលពិបាកមួយទៀតគឺរករុនឬថ្មីពេលខ្លះ access ហើយរករុនឬថ្មីអត់ឃើញជាធម្មតា taper ហ្នឹងគឺសំដៅទៅលើ rotary file ហ្នឹងពេលដល់ចូលដល់ Marine បរិយារុនឬថ្មីខ្ញុំនឹងនិយាយអំពីទំហំ taper នៃ file ហើយតើវាខុសគ្នាមិនអូខេអញ្ចឹងបើសិនជាអត់ចំនួនយើងប៉ុណ្ណឹងយើងជួបគ្នាថ្ងៃច័ន្ទខ្ញុំនឹងនិយាយអំពី orifice detection របៀបទៅរករុនឬថ្មីអ្នកទាំងអស់គ្នាត្រូវចេះរបៀបទៅរករុនឬថ្មីពីព្រោះនៅពេលដែលអត់មាន CBCT វាមានរូបមន្តសម្រាប់ខ្ញុំអត់មាន CBCT ប្រើទេប៉ុន្តែខ្ញុំមានវិធីក្នុងការទៅរករុនឬថ្មីខ្ញុំមាន magnification អញ្ចឹងខ្ញុំអាចទៅរករុនឬថ្មីចាខ្ញុំប្រាប់ពីរបៀបដែលខ្ញុំទៅរករុនឬថ្មីរាល់ថ្ងៃអូខេអញ្ចឹងខ្ញុំអត់សូវមានពេលច្រើនឥឡូវដោយសារតែអូនគាត់នៅទូចអត់សូវមានបញ្ញាជួយមើលអូនអញ្ចឹងទៅអត់សូវមានពេលដូចលោកមុនទេអញ្ចឹងខ្ញុំអាចទៅ1ម៉ោងតិចតួចអូខេប៉ុន្តែខ្ញុំព្យាយាមបញ្ចប់មេរៀនឲ្យអ្នកទាំងអស់គ្នាអត់អីទេគាត់ថាខ្ញុំអត់មានពេលនិយាយលេងច្រើនដូចលោកមុន
1 ម៉ោងកន្លះ 2 ម៉ោង អូខេអរគុណច្រើនចាំជួបគ្នាថ្ងៃច័ន្ទបន្តទៀត